សួស្តីគ្នាយើងអានេះគឺយើងមកលេង mode skin អញ្ចឹងនេះយើងស្រាប់គ្នាយ៉ាងណាដែលត្រូវការដាក់ mode skin ដាក់ mode អីគ្នាយើងអាចចូលទៅយកក្នុងក្រុម Telegram ខ្ញុំបានគឺ mode skin នេះគឺយើងឃើញគេមើលឃើញយើងមាន skin ហើយយើងបាញ់គេងាប់ទៅគ្នាយើងជាដំបូងគ្នាយើងត្រូវចូលទៅ Telegram ខ្ញុំហើយយើងចុច download file ដែលខ្ញុំតម្លាក់ឲ្យហ្នឹងចុចពាក្យថា save to download នេះយើងចុចទៅពាក្យដែលខ្ញុំគូហ្នឹងនេះយើងចុចទៅ save to download ហ្នឹងទៅដូចគ្នាយើង clear ចេញមកគ្នាយើង clear ចេញមកគ្នាយើងត្រូវកម្មវិធី MT minutes អីគេហ្នឹងទៅគ្នាយើងចុចលើវាមួយទៅគ្នាយើងហើយគ្នាយើងនឹងមកអញ្ចឹងគ្នាយើងត្រូវចុចពាក្យថា Android គ្នាយើង Android គ្នាយើងចុចលើវាមួយទៅវានឹងមានពាក្យថា data ទៅមកគ្នាយើងចុចទៅ data ហ្នឹងទៅគ្នាយើងរកមើលprofile ស្អីគេហ្នឹងទៅគ្នាយើងចុចទៅគ្នាយើងចុចមកអញ្ចឹងហើយគ្នាយើងចុចទៅចុចពាក្យថា file នេះ file ហ្នឹងណាក្រោមគ្នាយើងចុចពាក្យថា file ហ្នឹងមកខ្ញុំគូជុំវិញហ្នឹងគ្នាយើងចុចទៅហើយគ្នាយើងមករកកលេសទៅមើលខាងស្ដាំដៃយើងវិញគ្នាយើងត្រូវរកពាក្យថា download បន្ទាប់ពីចុចពាក្យថា download ហើយគ្នាយើងរកមើលពាក្យថា Telegram ពាក្យថា Telegram ហ្នឹងទៅគ្នាយើងនឹងឃើញ file 2ដែលខ្ញុំឲ្យ download ឯគ្នាយើងគឺគ្នាយើងចុចលើអាទីមុខលើគេទៅគ្នាយើងចុចសកត់ទៅគ្នាយើងរកពាក្យថា copy គ្នាយើងចុចពាក្យថា copy ហ្នឹងទៅគ្នាយើងចុចពាក្យថា copy ហ្នឹងហើយវានឹងមានពាក្យថា OK ហ្នឹងមកគ្នាយើងចុចពាក្យថា OK ហ្នឹងទៅហើយ mode យើងគឺបានដាក់នៅក្នុង Free Fire ហ្នឹងបានទៅហើយគ្នាយើងលេខទៅមើល Free Fire យើងមកគ្នាយើងចុចទៅចូលវាមួយទៅហើយនៅពេលយើងចូល game Free Fire មកគ្នាយើងវានឹងមានលក្ខណៈបែបនេះគ្នាយើងចាំមើលគ្នាយើងត្រូវ screenshot ID ខាងលើទុកគ្នាយើង ID ពណ៌ខៀវហ្នឹងទុកគ្នាយើងចាំមើលនេះចាស់ screenshot ទុកមួយទៅចំណងតែគ្នាយើងមើលរួច screenshot ទុករួចគ្នាយើងត្រូវទៅចូលរកមើលកន្លែងរូបថតរួចគ្នាយើង copy ID ហ្នឹងរួចគ្នាយើងចូលទៅ Telegram ខ្ញុំទៀតចូលទៅ Telegram ខ្ញុំទៀតទៅគ្នាយើងដើម្បីចូលទៅដាក់ឲ្យ Free Fire តនាការលេងមាន mode skin អញ្ចឹងគ្នាយើងវាđang slow តិចគ្នាយើងសូមអភ័យទោសមែនទែនគឺគ្នាយើងចូលមកគ្នាយើងត្រូវដាក់ពាក្យថាគេ key ID ហ្នឹងគ្នាយើងចុចទៅ key ID ហ្នឹងទៅគ្នាយើងចុចសកត់វាទៅគ្នាយើងចុច open link ហ្នឹងមក open in ហ្នឹងមក open in Google ហ្នឹងមកវានឹងនាំយើងមកដល់ Google ឬក៏ជ្រោមទៅដើមគ្នាយើងត្រូវយក ID ហ្នឹងមកដាក់កន្លែងអាហ្នឹងមករួចយើងដោះ link តាមតាកន្លែង ID ហ្នឹងគ្នាយើងដាក់ទៅដាក់ ID ហ្នឹងទៅគ្នាយើងនេះ tick បានហើយគ្នាយើងគឺបានហើយគ្នាយើងចូលទៅ Free Fire យើងមកនេះចូលទៅ Free Fire យើងគឺបានបាត់ហើយបន្ទាប់ពីចូល Free Fire បានហើយគ្នាយើងចូលទៅតេស្តវគ្គ training សិនហ្នឹងគ្នាយើងចូលទៅតេស្តវគ្គ training សិនទៅថាវាបាញ់ងាប់ឬក៏មិនងាប់អញ្ចឹងគ្នាយើងគឺចុចទៅតេស្តវគ្គ training សិនទៅបន្ទាប់គ្នាយើងចូលវគ្គ training ហើយគ្នាយើងត្រូវកំភ្លើងគ្នាយើងចូលរើកំភ្លើងសិនទៅតេស្តវាដើម្បីចង់ដឹងថាបាញ់គេងាប់អត់អានេះយើងមិនតាន់ដាក់បាញ់គេងាប់ទេគ្នាយើងចូលមកតេស្តសិនខ្ញុំឲ្យគ្នាយើងមើលឲ្យដល់ចប់គ្នាយើងចូល training test សិនទៅគ្នាយើងគឺយើងចូលមកយើងដើរទៅបាញ់គេឯគ្នាយើងគឺយើងដើររក enemy បាញ់អញ្ចឹងគ្នាយើងគឺដើម្បីចង់ដឹងតេស្តថាគេងាប់អត់ហើយមានមនុស្សទេគ្នាយើងគឺឃើញ enemy នៅខាងមុខគ្នាយើងគឺរត់ទៅគឺ skin នេះគេមកឃើញយើងពិតគ្នាយើងនោះ enemy អីបាញ់អត់ត្រូវគឺមកនេះបាញ់គេបាញ់ងាប់ទេគ្នាយើងអូយបាញ់ងាប់ទេនេះគេដាក់ពង3ក្បាលងាប់បាត់នេះដូចគ្នាយើងចុច clear game clear ចេញមកគ្នាយើង clear ចេញមកគឺគ្នាយើងចូលទៅកាន់ Telegram ខ្ញុំទៀតចូលទៅកាន់ Telegram ខ្ញុំទៀតទៅគ្នាយើងចូលទៅកាន់ Telegram ខ្ញុំទៀតគឺវា slow ឬក៏គាំងតិចតួចគ្នាយើងសូមអភ័យទោសមែនទែនគ្នាយើងចូលមកក្រុមខ្ញុំទៀតមកចូលមកក្រុមខ្ញុំមកហើយគ្នាយើងត្រូវចុចទៅលើ link ថាបាញ់គេងើប
បាញ់គេងាប់ហ្នឹងទៅគ្នាយើងចុចទៅលើបាញ់គេងាប់ហ្នឹងទៅគ្នាយើងចុច open in Google Chrome ហ្នឹងទៅ open in ហ្នឹងចុចទៅគ្នាយើងសម្រាប់គ្នាយើងណាដែលថាតបចេះដាក់តបឬក៏ចេះដាក់ឲ្យគ្នាយើងអាចមើលបានគ្នាយើងជួយទិញម៉ូតខ្ញុំម្នាក់មួយទៅគ្នាយើងគឺដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូទៀតគ្នាយើងចុចមកដល់អាហ្នឹងមកគ្នាយើង login នឹង account Google ទៅគ្នាយើង connect with Google គ្នាយើង connect ទៅគ្នាយើងដាក់account ហ្នឹងគ្នាយើងគឺខ្ញុំអត់ឲ្យឃើញ account Gmail ខ្ញុំទេគឺយើងចុចដាក់account Gmail យើងទៅគ្នាយើងចុចទៅដៃ enter ទៅគ្នាយើងគឺចុចមកហ្នឹងគឺគេឲ្យយើង add ID នឹងចូល ID គេមយើងលេងមិញគ្នាយើង ID គេមិញយើងដាក់ចូលទៅគ្នាយើងដាក់ចូលទៅរងចាំឲ្យវា crease សិនទៅគ្នាយើងឲ្យវា crease សិនគឺគ្នាយើងអាចមើលមួយបានគ្នាយើងគឺគ្នាយើងអត់តន់កន្លែងណាគ្នាយើងអាចសារទៅក្រោយដើម្បីមើលបានគឺកន្លែងនេះគឺវារៀងយូរតិចហើយគ្នាយើងអ្នកគ្រីហើយគ្នាយើងគ្រីហើយអ្នកគ្រីហើយបន្ទាប់ពីគ្រីហើយគឺវាចេញអញ្ចឹងហើយគ្នាយើងត្រូវទៅចូល game Free Fire ត្រូវទៅចូល game Free Fire គ្នាយើង clear ចេញមកទៅចូល game Free Fire យើងវិញចូល game Free Fire យើងតបពីយើងចូលហើយគ្នាយើងចូលទៅសារទៅយើងចូលទៅសារហ្នឹងមកសារនៅលើក្បាល game setting ហ្នឹងគ្នាយើង message ហ្នឹងមកគ្នាយើងចុចអាពាក្យ QQ ហ្នឹងទៅគ្នាយើងចុចអាពាក្យ QQ ដែលខ្ញុំបានដាក់សញ្ញាព្រួញទៅគ្នាយើងចុចទៅនេះពាក្យ QQ ហ្នឹងណាចុចទៅគ្នាយើងគឺវានឹងនាំយើងមកដល់កន្លែងហ្នឹងទៀតហើយគ្នាយើងមើលមួយទៅគ្នាយើងកុំអូមឡងវីដេអូឬក៏សារអីគ្នាយើងត្រូវចុចទៅពាក្យថា copy ហ្នឹងទៅចុចពាក្យ copy ហ្នឹងហើយចុចពាក្យ copy គ្នាយើងពាក្យ copy ហ្នឹងណាគ្នាយើងត្រូវតែចុចបន្ទាប់ពីយើងចុចហើយយើង clear game យើងមកយើង clear game យើងទៅចូល Google វិញ in Google វិញណាយើងត្រូវចូលទៅកាន់ Google យើងវិញមកនេះគឺអា Google មិញហ្នឹងឯងគ្នាយើងចូលទៅគឺវាមានការរអាក់រអួលតិចតួចគ្នាយើងសូមអភ័យទោសមែនសម្រាប់គ្នាយើងណាដែលថាត្រូវការ mode trip អីគ្នាយើងឆាតទៅទិញខ្ញុំបានគឺខ្ញុំមានលក់ mode trip ចឹងណាយើងតទៅគ្នាយើងចូលមកកាន់ link មិញដែលវាមានដែលយើងត្រូវចូលនេះយើងចុចមកដែលយើងនឹងឃើញអញ្ចឹងណាយើងត្រូវការមើលពាណិជ្ជកម្មមើលអីវាតិចតួចអញ្ចឹងណាយើងដើម្បីចូលទៅកាន់ដាក់ link ដាក់អីកើតដាក់ claim ចេញ menu នឹងកើតទៅគ្នាយើងគ្នាយើងដើរមើលពាក្យថា ID គ្នាយើងប្រមើលពាក្យថា ID ហ្នឹងមកនៅលើទេក៏ពិតខ្ញុំអូសរមើល stop គ្នាយើងឃើញហ្នឹងគ្នាយើងពាក្យ ID ខាងក្រោមនោះពាក្យ ID នេះគ្នាយើងលុប ID នឹងចោលទាំងអស់រួចគ្នាយើងដាក់ ID game យើងគ្នាយើងនេះ ID game យើងដែលយើងបាន copy គ្នាយើងដាក់ទៅដាក់ហើយគ្នាយើងបានហើយគ្នាយើងកុំចុចអីទៀតដាក់ហើយគ្នាយើងមើលតាមនឹងបានគ្នាយើងត្រូវកែអីក៏បានដែរ diamond ក៏បានឈ្មោះក៏បាន level ក៏បានដែរនេះខ្ញុំត្រូវកែឈ្មោះខ្ញុំដើម្បីដាក់ហុង mode VIP ដាក់ទៅដក clear mode VIP ទៅស្អកកទីគ្នាយើងចុច VIP ហ្នឹងទៅគ្នាយើងត្រូវកែអីកែតាមហ្នឹងទៅគ្នាយើងមើល level ខ្ញុំ level 100ទេគ្នាយើងគឺខ្ញុំដាក់ level 10000អញ្ចឹងគ្នាយើងហើយទៅដាក់តាមហ្នឹងទៅប៉ុន10000ទៅ10000 1លានគ្នាយើងតាមមើលតាមហ្នឹងបានគ្នាយើងត្រូវចុចពាក្យបិទនឹងមកចុចអា QQ ហ្នឹងគ្នាយើងចុចថាពាក្យក្រហមហ្នឹងបន្ទាប់ពីគ្នាយើងធ្វើការរួចហើយគ្នាយើងចូលទៅ Free Fire យើងវិញគ្នាយើងចូលទៅ Free Fire យើងវិញទៅវានឹងបានចប់សពគ្រប់ហើយ skin ក៏យើងមានបាញ់គេងាប់ក៏យើងមានដែរគ្នាយើងslow តិចគ្នាយើងបន្ទាប់ពីយើងធ្វើការរួចសពគ្រប់ហើយគ្នាយើងចូលទៅតេស្តវគ្គ training គ្នាយើងចូលទៅតេស្តវគ្គ training ឲ្យគ្នាយើងមើលទៀតចង់ដឹងថាខ្ញុំធ្វើបានឬក៏អត់ឬក៏កុហកគ្នាយើងអាចទស្សនាវីដេអូនេះដល់ចប់បានចូលទៅវគ្គ training ទៅ
ហើយបន្ទាប់ពីគ្នាយើងចុចហើយគ្នាយើងទៅរើកាភ្លើងបាញ់ធម្មតាគ្នាយើងត្រូវកាភ្លើងអីក៏កាភ្លើងតែគ្នាយើងគឺខ្ញុំត្រូវការស្នប់មួយគ្រាប់ស្នប់ម្ដងមកហើយនឹងស្កាម្ដងគឺគ្នាយើងបាញ់គេបានងាប់ធម្មតាគ្នាយើងចាំមើលខ្ញុំចូលទៅតែគ្នាយើងមើលទៀតហើយចប់បដ ாய் គ្នាយើងចូលទៅតែគ្នាយើងមើលមួយអែមទៀតចុចយើងចូលលេងទៅនេះគ្នាយើងចូលលេងទៅគ្នាយើងដើររក enemy បាញ់ធម្មតាបាញ់អត់ត្រូវសោះគ្នាយើងទឹកដៃខ្ញុំបើអត់ម៉ូតដូចអាចគ្នាយើងនេះបាញ់គេមកអូបាញ់គ្មានស៊ីអីទេគ្នាយើងឃើញ enemy គ្នាយើងរត់ត្រង់ទៅរក enemy ទៅនេះ enemy នៅណាយើងទៅរត់ទៅនៅហ្នឹងទៅបាញ់ខ្ញុំពីក្រោយអីចាំមកអ្នកគ្នាមើលបាញ់នេះគឺបាញ់គេងាប់ធម្មតានេះចឹងគឺងាប់ធម្មតាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរគ្នាយើងចង់បញ្ចប់នៅវីដេអូគ្នាយើងខ្ញុំសូមចាត់គ្នាយើងម្នាក់មួយចុច like ចុច subscribe ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យគ្នាយើងមើលទៀតបាយបាយគ្នាយើង